ប្រជាពលរដ្ឋនិងកងទ័ព2047នាក់ទទួលបានការពិនិត្យព្យាបាលជំងឺឥតគិតថ្លៃពីលោកជំទាវ ហ៊ុន ម៉ាណែតដែលដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះទៅខេត្តព្រះវិហារនៅព្រឹកថ្ងៃអាទិត្យទី9 ខែមីនាឆ្នាំ2025លោកជំទាវ ហ៊ុន ម៉ាណែតប្រធានក្រុមវេជ្ជសាស្ត្រសម្ដេចតេជោបានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋបងប្អូនកងទ័ពគ្រួសារកងទ័ពដោយឥតគិតថ្លៃចំនួន2047នាក់ដែលធ្វើឡើងនៅទីតាំងវរៈសេនាតូច381ស្ថិតនៅក្នុងភូមិចំបក់សែនជ័យឃុំស្រអែមស្រុកជាំផ្សានខេត្តព្រះវិហារដែលជាបេសកកម្មលើកទី49របស់ក្រុមវេជ្ជសាស្ត្រសម្ដេចតេជោលោកជំទាវ ហ៊ុន ម៉ាណែតមានប្រសាសន៍សំណេះសំណាលនិងពំនាំនៃការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោហ៊ុនសែននិងសម្ដេចគតិប្រិទ្ធបណ្ឌិតមុនរនីហ៊ុនសែនសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីហ៊ុនម៉ាណែតដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមពិនិត្យព្យាបាលជំងឺទាំងអស់លោកជំទាវមានប្រសាសន៍ទៀតថាសម្ដេចតែងតែគិតគូរយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ដាច់ស្រយាលគ្រប់ទីកន្លែងនិងគ្រប់ពេលវេលាលោកជំទាវបានថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៃខេត្តព្រះវិហារជាពិសេសអាជ្ញាធរស្រុកជាំខ្សានដែលបានសម្របសម្រួលឲ្យប្រជាពលរដ្ឋបានមកទទួលការពិនិត្យព្យាបាលជំងឺដោយមិនគិតថ្លៃនាថ្ងៃនេះមុនការពិនិត្យពិគ្រោះនិងព្យាបាលជំងឺក្រុមការងារក៏បានផ្ដល់ជូនអាហារសម្រន់នៅពេលព្រឹកមានជានំបញ្ចុកនំប៉័ងបបរនិងភេសជ្ជៈឲ្យប្រជាពលរដ្ឋទទួលទានផងដែរជាលទ្ធផលចំនួនប្រជាពលរដ្ឋដែលទទួលបានការព្យាបាលទាំងអស់មានចំនួន2047នាក់រួមមានការវះកាត់តូចចំនួន72នាក់និងពិនិត្យព្យាបាលរោគស្ត្រីចំនួន125នាក់ពិនិត្យជំងឺទូទៅចំនួន1290នាក់និងពិនិត្យសម្ភពអេកូសាសចំនួន180នាក់និងពិនិត្យព្យាបាលមាត់ធ្មេញចំនួន230នាក់លាបផ្លរ៉ាការពារធ្មេញចំនួន150នាក់និងចែកបន្តាចំនួន650នាក់ជាមួយគ្នានោះក៏មានការចែកកាតាបនិងសម្ភារៈដល់សិស្សានុសិស្សចំនួន600នាក់ចែករទេះរុញជូនជនពិការចំនួន20គ្រឿងនិងចែកកញ្ចប់អំណោយសម្ដេចតេជោជូនប្រជាពលរដ្ឋចំនួន500កញ្ចប់ផងដែរ